នៅក្នុងចំណោមប្រទេសដែលមានទំហំសេដ្ឋកិច្ចធំទាំង6នៅតំបន់អាស៊ីអាគ្នេយ៍រួមមានឥណ្ឌូនេស៊ី វៀតណាម សិង្ហបុរី ម៉ាឡេស៊ី ហ្វីលីពីន និងថៃប្រទេសថៃបានធ្លាក់ទៅឈរនៅបាតតារាងជាប្រទេសដែលមានកំណើនសេដ្ឋកិច្ចទាបជាងគេបំផុតរបាយការណ៍សេដ្ឋកិច្ចអន្តរជាតិធំបានបង្ហាញថានៅត្រីមាសទី2ឆ្នាំ2026នេះសេដ្ឋកិច្ចរបស់ថៃសម្រេចបានកំណើនត្រឹមតែ 7% ប៉ុណ្ណោះតើតួលេខដ៏ទន់ខ្សោយនេះគ្រាន់តែជាផលប៉ះពាល់បណ្ដោះអាសន្នឬជាសញ្ញាបង្ហាញពីជំងឺរ៉ាំរ៉ៃនៃរចនាសម្ព័ន្ធសេដ្ឋកិច្ចថៃយ៉ាងណាដែរយោងតាមការចុះផ្សាយរបស់សារព័ត៌មាន Bloomberg ក្រុមប្រឹក្សាអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមជាតិថៃបានបញ្ជាក់ថាផលិតផលក្នុងស្រុកសរុបរបស់ថៃនៅត្រីមាសទី2ឆ្នាំនេះបានកើនឡើងត្រឹមតែ 7% ប៉ុណ្ណោះមានការធ្លាក់ចុះយ៉ាងគំហុកបើធៀបទៅនឹងត្រីមាសទី1ដែលសម្រេចបាន 73%នេះជាកំណើនទាបជាងគេបំផុតបើធៀបនឹងប្រទេសមានសេដ្ឋកិច្ចធំទាំង6នៅក្នុងតំបន់អាស៊ានប្រទេសវៀតណាមបាននាំមុខគេក្នុងតំបន់ជាមួយកំណើនរហូតដល់ជាង 8% តាមពីក្រោយដោយសិង្ហបុរី 76%ម៉ាឡេស៊ី 76%ឥណ្ឌូនេស៊ីជាង 5% ហ្វីលីពីនជាង 2% ហើយថៃស្ថិតនៅបាតតារាងត្រឹម 72% តាមរយៈកំណើននេះបានឆ្លុះបញ្ចាំងឲ្យឃើញថាបើទោះបីជារដ្ឋាភិបាលរបស់នាយករដ្ឋមន្ត្រីអនុទានឆានវីរកុលបានទម្លាក់កញ្ចប់ថវិកាសង្គ្រោះបន្ទាន់ជាង 12,000 លានដុល្លារដើម្បីចែកសាច់ប្រាក់ជូនពលរដ្ឋនិងគាំទ្រគម្រោងគ្រប់គ្រងថាមពលយ៉ាងណាក៏ដោយក៏មិនអាចជួយជំរុញកំណើនសេដ្ឋកិច្ចរបស់ប្រទេសមួយនេះឲ្យស្ទុះងើបឡើងវិញបាននោះដែរអ្នកវិភាគបានគូបញ្ជាក់ថាក្រៅពីផលប៉ះពាល់នៃវិបត្តិថ្លៃថាមពលដែលបានរុញច្រានឲ្យការចំណាយក្នុងគ្រួសារមានការកើនឡើងនិងរាំងស្ទះដល់សកម្មភាពអាជីវកម្មហើយនោះបញ្ហានៃការធ្លាក់ចុះតម្រូវការប្រើប្រាស់ក្នុងស្រុកនិងការងើបឡើងវិញយឺតយ៉ាវនៃវិស័យទេសចរក៏ជាកត្តាចម្បងដែលទាញទម្លាក់កំណើន GDP របស់ថៃនៅក្នុងត្រីមាសទី2នេះផងដែរក្រោយប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចនេះធនាគារកណ្ដាលថៃបានចេញមុខទទួលស្គាល់ការធ្លាក់ចុះនេះប៉ុន្តែនៅតែបង្ហាញការរំពឹងទុកថាសេដ្ឋកិច្ចរបស់ថៃនឹងអាចស្ទុះងើបឡើងវិញនៅត្រីមាសទី3ខាងមុខដោយសារការបន្ធូរបន្ថយភាពតានតឹងនៅមជ្ឈមបវានិងឥទ្ធិពលនៃវិធានការជំរុញសេដ្ឋកិច្ចបន្ថែមរបស់រដ្ឋាភិបាល